កម្មពីមានពិតសាងកម្មទទួលបានផលកម្មពលរដ្ឋថៃតាមព្រំដែនជាប់មីយ៉ាន់ម៉ារស់ទាំងភ្នែកនៅកញ្ចឹងករាល់ថ្ងៃពលរដ្ឋថៃតាមមកដោយព្រំដែនមីយ៉ាន់ម៉ាជាពិសេសអ្នកខេត្តតានិងម៉ៃហុងស៊ុនកំពុងរស់នៅក្នុងភាពភ័យខ្លាចទាំងភ្នែកនៅកញ្ចឹងករាល់ថ្ងៃដោយសារតែក្របកាំភ្លើងនិងក្របផ្លោពីខាងមីយ៉ាន់ម៉ាធ្លាក់លើភូមិឋានរបស់ពួកគេជាបន្តបន្ទាប់ហើយចុងក្រោយនេះមានទាំងការទម្លាក់គ្រាប់បែកជាង30គ្រាប់នៅជាប់ព្រំដែនទៀតផងការប្រយុទ្ធគ្នាយ៉ាងក្តៅគគុករវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ានិងក្រុមប្រដាប់អាវុធជនជាតិភៀតតិចការ៉ែននៅតែបន្តរីករាលដាលយ៉ាងខ្លាំងដោយភាគីទាំងសងខាងឈានដល់ការប្រើអាវុធធុនធ្ងន់ក្នុងករណីខ្លះក្របហោះធ្លាយដល់ភូមិថៃបង្ករបួសដល់ជនស៊ីវិលជាច្រើនអ្នកសម្លេងផ្ទុះអាវុធធុនធ្ងន់និងការវាយប្រហារតាមផ្លូវអាកាសដោយយន្តហោះដ្រូនអាចឮយ៉ាងច្បាស់ពីខាងទឹកដីថៃធ្វើឲ្យអ្នកភូមិភ័យខ្លាចមិនហ៊ានចេញទៅប្រកបរបរចិញ្ចឹមជីវិតធម្មតាឡើយចំណែកក្មេងៗក៏មិនអាចទៅសិក្សាបានដែរព្រោះសាលារៀនជាច្រើនកន្លែងនៅតាមបណ្ដោយព្រំដែនត្រូវបិទទ្វារអស់ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរគឺថាចុងក្រោយបំផុតនេះកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ាបានបញ្ជូនយន្តហោះ Y-12 ទៅទម្លាក់គ្រាប់បែក33គ្រាប់លើទីតាំងរបស់កងកម្លាំងការ៉ែនដែលមានចម្ងាយត្រឹមតែ3គីឡូម៉ែត្រប៉ុណ្ណោះពីដីថៃហើយមិនត្រឹមប៉ុណ្ណឹងគ្រាប់ផ្លោងមីយ៉ាន់ម៉ាក៏ហោះធ្លាយចូលដីថៃក្នុងខេត្តតាក់ផងដែរចំណែកការប្រយុទ្ធគ្នាជើងគូកវិញគ្រាប់កាំភ្លើងត្បាល់មួយគ្រាប់បានធ្លាក់ចូលក្នុងភូមិហ៊ួយមហាវង្សនៃស្រុកមីសុតខេត្តតាក់ត្រូវចំផ្ទះពលរដ្ឋខ្ទេចអស់មួយខ្នងខណៈគ្រាប់កាំភ្លើងយន្តបាញ់ចេញពីមីយ៉ាន់ម៉ាក៏ស្រោចត្រូវចំផ្ទះមួយខ្នងទៀតដែរពលរដ្ឋថៃបានប្រាប់អាមេរិន TV កាលពីថ្ងៃច័ន្ទទី6ខែកក្កដាឆ្នាំ2026ថាពួកគេត្រៀមខ្លួនរត់ជានិច្ចបើស្ថានភាពធ្ងន់ធ្ងរហើយរាល់ថ្ងៃនេះពួកគេភ័យខ្លាចណាស់រស់នៅទាំងភ្នែកនៅកញ្ចឹងករហូតមិនត្រឹមប៉ុណ្ណឹងរាល់ពេលមានការវាយប្រហារតាមអាកាសឬក៏បាញ់បោះខ្លាំងៗប្រជាពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់ក៏តែងតែរត់ភៀសខ្លួនឆ្លងកាត់ទន្លេមីចូលមករកសិទ្ធិជ្រកកោតបណ្ដោះអាសន្ននៅក្នុងដីថៃដែរយានដ្ឋានរដ្ឋាភិបាលមានទទួលជួសជុលរថយន្តគ្រប់ប្រភេទជួសជុលធ្វើជើងគ្រឿងក្រោមម៉ាស៊ីនត្រជាក់ប្រព័ន្ធភ្លើងឆែកដោយកុំព្យូទ័រសារស៊ីម៉ាំងរថយន្តនិងតោនបាញ់ថ្នាំអាស័យដ្ឋាននៅភូមិអណ្ដូងច្រកភូមិអំពិលស្រុកកំពង់សៀមខេត្តកំពង់ចាមលេខទូរស័ព្ទទំនាក់ទំនង012 202 906 069 51 31 92 097 92 04 242